Hello សួស្តីបងប្អូនអរគ្នាមកទៀតហើយបងប្អូនថ្ងៃនេះគឺនៅរីកណោបងប្អូនចូលព្រោះឡើងព្រាតហ្នឹងហើយបងប្អូនថ្ងៃនេះគឺខ្ញុំចង់និយាយពីរបៀបបងប្អូនអរគ្នានេះគឺជាទីនិចមួយដែលយើងមុននឹងយើងចាំជ្រូកសាច់ណាបងប្អូនយុកូនជ្រូកបានមួយខែនៅពេលដែលយើងបំពេញវាមានថ្ងៃណាប៉ុន្តែបើកូនគេផ្សេងគឺ25ម៉ែត្របែបតែសម្រាប់ខ្ញុំត្រូវតែអាយុវា30ថ្ងៃបើខ្ញុំបែបនិយាយទៅទីនេះក្នុងការបំពេញជ្រូកតែយើងចង់ឲ្យជ្រូកយើងល្អធំលឿនលូតលាស់ល្អយើងនៅមេបើសិនជាយើងចង់ឲ្យឆាប់រកឈ្មោះយើងឆាប់បំបែកបងប្អូនប៉ុន្តែបើយើងចង់ឲ្យកូនមានសុខភាពល្អយើងក្របំបែកនៅនេះថាទុកឲ្យកូនជ្រូកយើងនៅដល់អាយុ30ថ្ងៃចាំយើងបំបែកហើយពេលដែលយើងបំបែកដំបូងឡើយតាមរបៀបខ្ញុំឯណាសាបបែបនេះតាមចិញ្ចឹមជ្រូកបែបលក្ខណៈគ្រួសារបងប្អូនឲ្យស៊ីចំណៃគឺយើងឲ្យស៊ីបែបអញ្ចឹងឲ្យស៊ីវាតាមពិតវានៅនឹងនេះវាចេះស៊ីខ្លះហើយបងប្អូនប៉ុន្តែដោយសារតែយើងឲ្យស៊ីក្រោមនេះយើងឲ្យស៊ីច្រើនវារាក់ជ្រូកនៅវាស្រក់ជ្រូកធ្វើអញ្ចឹងខាងមកយំហើយដល់ពេលយើងឲ្យស៊ីច្រើនបើសិនតែយើងឲ្យស៊ីមួយ3ពេលដឹងតែ3ពេល4ពេលដឹងតែ4ពេលណាបងប្អូនខ្ញុំនៅថាយើងអូយស៊ីឲ្យជិះតែពេលយើងឲ្យស៊ីមកកំណត់ហើយបើសិនជាយើងរាក់យើងអាចថែមជាមួយជ័យពេញបានតែសម្រាប់ជ័យរបស់យើងខ្ញុំនឹងជ័យហើយតែខ្ញុំរៀបខ្ញុំហាន់ដល់បងប្អូនអើយគឺជាជ័យរបស់ខ្ញុំគឺជាកំបិតយើងដែលហាន់ឲ្យវាស៊ីអរហើយបងប្អូនអរគ្នាសម្រាប់ជ្រូកបើសិនជាយើងអត់ចង់ឲ្យវារាក់ឯណាបងប្អូនយើងឲ្យស៊ីតិចហើយលេងមួយជិតទៅជាទុំដូចខ្ញុំធ្វើឲ្យមើលមិនហ្នឹងណាបងប្អូនអរគ្នាយើងអាចធ្វើដូចខ្ញុំចង់បានហើយសម្រាប់កូនជ្រូករបស់យើងគឺវាអត់រាក់ហើយអត់បាក់សាច់កូន